នៅខាងក្រោមមួយខ្សែដូចនៅខាងមកចំហៀងខាងនោះដែរបងប្អូនគ្នាចឹងមាត់អូនេះគឺប្រែប្រួលថ្មីបន្ថែមទៀតហើយទំនប់នេះដូចបងប្អូនគ្នាឃើញខ្ញុំបានបង្ហាញពីបញ្ញបត្តិភាពការចាក់ឥឡូវនេះចាក់រួចបកពុំរៀបឥតចាក់ធ្នឹមពីលើមួយខ្សែបន្ថែមទៀតបាទចឹងចន្លោះខាងមុខគឺត្រូវបំពេញដីបន្ថែមឡើងវិញនេះគឺជាទស្សនវិជ្ជាថ្មីនៅបាទសួនជាប់នឹងសួនភូមិឋានសុខៈបាទកត់លោកតានិងកត់លោកយាយបាទទស្សនវិជ្ជាប្រហែលថ្ងៃម្សិលមិញនេះគឺបាទខ្ញុំខន្តីបាទឥឡូវខ្ញុំចាញ់តាមច្រកនេះធ្វើដំណើរទៅមុខសាលាវិបស្សនាវិញបាទនេះសាលាវិបស្សនាហើយជាងគឺបិទរួចរាល់ហើយនៅសល់តែចន្លោះកណ្ដាលនៃក្បាច់តែប៉ុណ្ណោះជាងការងារបន្តទៀតជាងគាត់នឹងធ្វើការបិទក៏តែឥឡូវគឺសម្រាប់ហើយបងប្អូនគ្នាហើយនេះយំឡើងកលួចនេះយំកលួចនៅលើរោងបាទនេះបងប្អូនគ្នានៅសល់កងោកឈ្មោលនេះដែលកន្ទុយស្អាតមិនទាន់ជំរុះទេឃើញកងោកឈ្មោលចំច្រកខ្លងទ្វារទី5បាទចិត្តដល់ផ្លូវចេញណាបងប្អូនគ្នាបាទអូនេះបាទតតែងបែបប្រពៃណីបាននៅខាងមុខប្រាសាទឲ្យធ្វើការថតរូបបាទចឹងនៅក្នុងទឹកដីវត្តគឺមានកន្លែងផ្សារតំបន់ផ្សារគឺមានការរៀបចំតុបតែងបាទជាសម្លៀកបំពាក់ប្រពៃណីបងប្អូនគ្នារកវីដេអូថ្មីដើម្បីចែកជូនបងប្អូនគ្នាបាទចឹងខាងក្នុងនេះបាទសាលាឆាន់នេះគឺថាប្រែប្រួលថ្មីហើយបន្តសកម្មភាពជាប្រចាំដែរប៉ុន្តែគាត់ជាងគាត់សម្រាប់ហើយនេះកំពូលប្រាសាទបងប្អូនគ្នាបាទអូនេះសន្លឹកដំបូលហ្នឹងគឺបាទជ្រុងទាំង4ទិសទាំង4ហ្នឹងគឺរៀបចាក់ជាសន្លឹកដំបូលរហូតដល់កំពូលហើយជាមួយនឹងកំពូលខ្លងទ្វារទី3និងខ្លងទ្វារទី4នេះបងប្អូននេះអូស្រោបនេះស្អាតមែនទែនចន្លោះនេះសម្ដេចព្រះសង្ឃរាជបាទទាំង5ព្រះអង្គដែលសូនពីស្ពាន់បាទចែងចាំងបាទឡើងបាទដូចមាសឆ្អិនឆ្អៅតែម្ដងបងប្អូនគ្នាសម្ដេចព្រះសង្ឃរាជទេពវង្សនិងសម្ដេចព្រះសង្ឃរាជនុនង៉ែតបាទហើយខាងមុខនេះគឺសម្ដេចព្រះសង្ឃរាជជួនណាតនិងសម្ដេចព្រះសង្ឃរាជហួតតាតហើយអ្វីដែលពិសេសរង្វង់មូលខាងមុខនេះគឺសម្ដេចព្រះសង្ឃរាជនិលទៀងដែលឥឡូវនេះឃើញបាទនេះទឹកការឈូកនេះគឺកំពុងតែបាញ់យ៉ាងស្អាតជុំវិញទាំង4នៃបាទចូលតាមច្រកប្លន់ទី4បង្ហាញជូនពេលល្ងាចបន្តិចសម្រាប់ទស្សនវិជ្ជាបាទខាងក្នុងបាទសាលាឆាន់បាទឃើញប្រែប្រួលណាបន្ទាប់ពីក្រោយចូលឆ្នាំមកវិញគឺការងារសម្រុកបាទសម្រុកច្រើនហើយអ្វីដែលពិសេសនេះពិសេសដែរជាមួយនឹងអាគារព្រះអង្គខ្មៅចិនរាំងសីឃើញលាបបាតថ្នាំជញ្ជាំងហើយពណ៌នេះគឺពណ៌ពមន់បាទពណ៌ពមន់ពណ៌មាសបាទគឺប្រាសាទសាលាទាំងអស់នេះគឺមានតែ2ពណ៌ទេសម្រាប់ក្បាច់ហើយនឹងថ្នាំពណ៌ជញ្ជាំងបាទដូចជាសាលាលួងនេះបងប្អូននេះសមាសបាទពងមន់បាទគឺមានរហូតបាទដល់ជាន់ខាងលើបាទតាមទិសទាំង4តែម្ដងជាមួយនឹងប្រាសាទហើយយើងឃើញថាកំពុងតែរៀបឥដ្ឋហើយអ្វីដែលពិសេសទៀតឃើញចន្លោះដែលមិនមែនច្រកខ្លងទ្វារនេះគឺមានការរៀបឥដ្ឋបាទទុកប្រឡោះប្រហែលជាតម្កល់រូបបដិមាឬក៏រូបផ្សេងប៉ុន្តែអត់ទាន់ដឹងច្បាស់ទេរងចាំមើលដូចគ្នាសម្រាប់ទស្សនវិជ្ជាប៉ុន្តែខ្ញុំនឹងព្យាយាមទស្សនវិជ្ជាជាប្រចាំជូនពុកម៉ែបងប្អូនគ្នាបាទហើយក៏សូមអធិស្ឋានខន្តីអភ័យទោសដែរសម្រាប់ការបង្ហាញបាទពេលនេះគឺពេលល្ងាចបាទជាងសម្រាប់អស់អញ្ចឹងមិនមានសកម្មភាពជាងពូលចុះមកក្រោមបន្តិចនេះបងប្អូននេះបាទស្អាតណាបាទក្បាច់ជាន់នីមួយបាទភញីសន្លឹកការបាទក្បាច់ក្បាលនាគបាំងខ្លែងបាទអូពិសេសស្អាតបាទស្អាតណាស់ហើយចន្លោះនេះរាហូគឺពណ៌មាសបងប្អូនគ្នាប៉ុន្តែក្បាច់នឹងតម្រង់ផ្សេងនេះគឺពណ៌សហើយនឹងពណ៌ពងមាន់បាទនេះបងប្អូនគ្នាម៉ូដបាទបន្ថែមដូចជាចាប់ជ្រីសន្លឹកបាទជាបន្ទាត់បាទពីលើចុះមកក្រោមហើយខាងមុខនេះគឺថ្មីបាទថ្មីថ្ងៃនេះហើយចន្លោះនេះមួយអត់ទាន់ដឹងទេបងប្អូនទេចន្លោះនេះអត់ទាន់ដឹងថាជាក្បាច់អ្វីទេប៉ុន្តែជាក់ស្ដែងខ្ញុំបានបង្ហាញជូនបងប្អូននេះគឺជាទស្សនវិជ្ជាថ្មីថ្ងៃនេះហើយចន្លោះខាងក្រោមនេះគឺអត់ទាន់រួចរាល់ 100% ទេកំពុងតែបន្តការងារបន្ថែមទៀតជាមួយនឹងការងារបោកបាទនេះបាទតែគាត់ថាឃើញខាងនេះមានការគូសបាទគូសនៅហ្វឺតដែលតម្រង់នៅក្បាច់ជ្រីប៉ុន្តែ
រងចាំមើលនៅការងារពុកម៉ែបងប្អូនសម្រាប់យ៉ាងនេះឃើញថាដូចជារួចរាល់បាទរួចរាល់ហើយពុកម៉ែបងប្អូនបាទនេះកម្មចដាទិសខាងកើតបាទហើយនឹងខាងជើងខាងត្បូងខាងលិចឥឡូវខ្ញុំធ្វើដំណើរមកជុំបង្ហាញជូនពុកម៉ែបងប្អូនក្រាលហើយតែមិនទាន់បាទចាប់ជ្រីខាងនេះបន្ថែមទៀតអាចថាបន្ថែមក្បាច់ដោយសារតែជាងគាត់នឹងធ្វើការបន្តទៀតជាមួយនឹងក្បាច់បាទឥឡូវសម្រាប់ខាងការរៀបការ៉ូគឺរួចរាល់ 100% តែម្ដងបាទហើយនៅសល់សួននៅជុំវិញព្រមទាំងថ្នាំពណ៌អញ្ចឹងទស្សនវិជ្ជាមានការប្រែប្រួលថ្មីពុកម៉ែបងប្អូនសម្រាប់ប្រាសាទព្រះភូមិបាទក៏ជម្រាបសួរពុកម៉ែបងប្អូនទស្សនវិជ្ជាបាទពេលល្ងាចបាទតែបានបញ្ចប់ហើយតែការងារគឺបាទឃើញថាសមិទ្ធផលហ្នឹងគឺចាប់ផ្ដើមកកើតថ្មីបន្ថែមទៀតហើយពុកម៉ែបងប្អូនចន្លោះនេះឃើញថាយើងមានការប្រែប្រួលមែនទែនសម្រាប់ជាងដែលបងគាត់ទៅតែកសាងហើយឥឡូវនេះដល់ម៉ោងគាត់សម្រាប់ឲ្យខ្ញុំនេះក៏ជិះធ្វើបច្ចុប្បន្នភាពជូនពុកម៉ែបងប្អូនល្ងាចនេះបាទសូមផ្ញើជូនពុកម៉ែបងប្អូនសូមជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវទស្សនវិជ្ជាថ្មីបាទចន្លោះនេះឥឡូវរៀបទប់នៅខាងក្រោមមួយខ្សែដូចនៅខាងមួយចំហៀងខាងនោះដែរបងប្អូនអញ្ចឹងមាត់អូនេះគឺប្រែប្រួលថ្មីបន្ថែមទៀតហើយទំនប់នេះដូចបងប្អូនឃើញខ្ញុំបានបង្ហាញពីបញ្ញត្តិភាពបាទការចាក់ឥឡូវនេះចាក់រួចបកពុំរៀបឥដ្ឋចាក់ធ្នឹមពីលើមួយខ្សែបន្ថែមទៀតបាទអញ្ចឹងចន្លោះខាងមុខគឺត្រូវបំពេញដីបន្ថែមឡើងវិញនេះគឺជាទស្សនវិជ្ជាថ្មីនៅបាទសួនជាប់នឹងសួនភូមិឋានសុខៈបាទកត់លោកតានិងកត់លោកយាយបាទទស្សនវិជ្ជាប្រហែលថ្ងៃម្សិលមិញនេះគឺបាទកម្មវិធីដ៏កក្រើកមួយពុកម៉ែបងប្អូនកម្មវិធីបញ្ចុះបាទបឋមសិលាកសាងបច្ចេកដីហើយនឹងប្រាសាទបាទគឺពិសេសមែនតែនពុកម៉ែបងប្អូនថ្នាក់ដឹកនាំសម្ដេចទ្រង់អាដាមលោកជំទាវគណៈបាលខេត្តបាទអាបាលស្រុកបាទចឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គឺបានចូលរួមក្នុងកម្មវិធីដោយព្រះអង្គគ្រូផ្ទាល់ដែលរៀបចំកម្មវិធីក្នុងវត្តច័ន្ទបច្ចុប្បន្នារាមហើយកម្មវិធីនេះបាទគឺអស្ចារ្យមែនទែនខ្ញុំក៏បានថតរួចរាល់ហើយពុកម៉ែបងប្អូនបាទចឹងចំណាអាចចូលទៅមើលក្នុងវីដេអូចាស់របស់ខ្ញុំបានបាទចឹងទស្សនវិជ្ជាបន្តនេះល្ងាចនេះខ្ញុំអត់មានអីច្រើនទេគាត់ចង់បង្ហាញពីសមិទ្ធផលនិងការងារដែលបានកសាងរួចរាល់ពេញមួយថ្ងៃអញ្ចឹងមានតែទស្សនវិជ្ជាជូនពុកម៉ែបងប្អូនដោយការរៀបចំបែបនេះទស្សនវិជ្ជាប្រែប្រួលបាទជាជាន់នេះអាចនឹងធ្វើកម្មចន្ទាចុះបន្ថែមហើយធ្វើជារៀបការឡាមួយជាន់ឬយ៉ាងណាទៅតាមមើលជាក់ស្ដែងពុកម៉ែបងប្អូនតែតំណងធ្វើដូចជាជាន់ចេះហើយឡៃអង្គុយលេងមានបងមានកៅអីបើសិនជាដាក់បាទស្អាតណាព្រោះសារឥឡូវនេះទឹកខែនេះស្រកខ្លាំងដោយសារមានការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រថ្មីប្រព័ន្ធទឹកអត់ទាន់មានទេអញ្ចឹងនៅក្នុងគម្រោងប្លង់នៅដីថ្មីបច្ចេកដីដែលកំពុងតែរៀបចំកសាងនេះប្លង់អស្ចារ្យណាស់ពុកម៉ែបងប្អូនមានចែកដីដែលមានផ្លូវរៀបចំជាកាឡាបាទស្អាតណាស់ហើយមានសួននិងមានប្រព័ន្ធទឹកថ្មីបាទអញ្ចឹងរងចាំទាំងអស់គ្នាខ្ញុំនឹងផ្តិតទស្សនវិជ្ជាជូនម៉ែបងប្អូនឥឡូវខ្ញុំធ្វើដំណើរឡើងទៅវិញហើយចេញម្ដងរហូតដល់ទឹកដីវត្តតែម្ដងបាទហើយក៏សូមអធិស្ឋានខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយប្រការណាមិនសមរម្យសូមខន្តីឥឡូវខ្ញុំតែងតាមច្រកនេះធ្វើដំណើរទៅមុខសាលាវិបស្សនាវិញបាទនេះសាលាវិបស្សនាហើយជាងគឺបិទរួចរាល់ហើយនៅសល់តែចន្លោះកណ្ដាលនៃក្បាច់តែប៉ុណ្ណោះជាងការងារបន្តទៀតជាងគាត់នឹងធ្វើការបិទក៏តែឥឡូវគឺសម្រាប់ហើយបងប្អូនហើយនេះយំឡើងកលួចនេះយំកលួចនៅលើរោងបាទនេះបងប្អូននៅសល់កងោកឈ្មោលនេះដែលកន្ទុយស្អាតមិនទាន់ជំរុះទេឃើញកងោកឈ្មោលផ្សេងទៀតដូចជាជំរុះរោមជំរុះកន្ទុយអស់តែមួយនេះគឺនៅឃើញកន្ទុយវិញស្អាតហើយស្អាតណាស់បងប្អូនបាទអញ្ជើញមកទស្សនាបានបាទពេលវាបើកពងគឺស្អាតតែឥឡូវបន្តដំណើរទៅខាងមុខហើយធ្វើដំណើរទៅក្នុងទឹកដីវត្តទស្សនវិជ្ជាបន្តជូនបងប្អូនបាទហើយក៏បង្ហាញជូននៅហោជាងផ្នែកខាងមុខនេះម្ដងទៀតជូនពុកម៉ែបងប្អូនបាទអូនេះហោជាងខាងមុខគឺអត់ទាន់បានបិទបន្តទេប៉ុន្តែបានបិទខ្លះពីខាងក្រោមបាទអញ្ចឹងយ៉ាងណានេះជាទស្សនវិជ្ជាថ្មីសម្រាប់ល្ងាចនេះជាមួយសាលាវិបស្សនាឥឡូវបន្តដំណើរជាមួយខ្ញុំទៀតខ្ញុំធ្វើដំណើរចេញទៅខាងក្រៅបាទអូនេះពុកម៉ែបងប្អូនពុទ្ធបរិស័ទនៅក្នុងប្រាសាទនេះគាត់កំពុងតែអង្គុយរងចាំព្រះអង្គបាទរងចាំព្រះអង្គហើយយ៉ាងណាអត់ដឹងច្បាស់ដែរទេបងប្អូននេះច្រើននៅលើផ្លូវស្ពានចេញពីប្រាសាទបាទតែខ្ញុំធ្វើដំណើរចេញទៅដើម្បីបង្ហាញបច្ចុប្បន្នភាពការងារ
បន្តจูนពុកម៉ែបងប្អូនទាំងគ្នាបាទប្រាសាទអធិស្ឋានបច្ចេកដីសមរិត្រីទីតាំងនេះគឺជាកន្លែងកសាងបាសូនបាទឆ្លាក់កសត្វកពើហើយនាងបាទហើយនឹងនាងលំសាយសក់បាទតែមើលអត់ឃើញទេបងប្អូននេះឥឡូវនៅការងារនៅក្នុងបច្ចេកដីនេះគឺនៅច្រើនមិនទាន់ហើយទេបងប្អូនបាទប្រព័ន្ធបាទទឹកបាទព័ទ្ធជុំវិញបច្ចេកដីរួចរាល់ហើយបច្ចេកដីនេះដូចជារួចរាល់ហើយប៉ុន្តែនៅការងារនៅក្រៅពីបច្ចេកដីនៅជុំវិញបាទអញ្ចឹងខាងក្នុងនេះនៅច្រើនបាទឥឡូវនេះខ្ញុំបន្តដំណើរចេញទៅខាងក្រៅហើយនឹងធ្វើដំណើរចេញទៅបាទក្នុងទឹកដីវត្តបង្ហាញទស្សនវិជ្ជាការងារជូនពុកម៉ែបងប្អូនទាំងគ្នាតាមបាទតាមស្ពានខាងមុខនេះគឺជាស្ពានដែលចេញតាមច្រកខ្លងទ្វារទី5បាទចិត្តដល់ផ្លូវចេញណាពុកម៉ែបងប្អូនគ្នាបាទអូណែបាទតតែងបែបប្រពៃណីបាននៅខាងមុខប្រាសាទឲ្យធ្វើការថតរូបបាទអញ្ចឹងនៅក្នុងទឹកដីវត្តគឺមានកន្លែងផ្សារតំបន់ផ្សារគឺមានការរៀបចំតុបតែងបាទជាសម្លៀកបំពាក់ប្រពៃណីបងប្អូនគ្នាអរគុណបាទចឹងទស្សនវិជ្ជាបាទសិនជាចង់រៀបចំបាទតុបតែងអាចតុបតែងបានហើយថតរូបបាទស្អាតៗនៅក្នុងកោះបាទនៅក្នុងវត្តបាទស្រមព្រះអង្គគ្រូបងប្អូននេះបាទឥឡូវខ្ញុំបន្តដំណើរឡើងទៅខាងក្រៅបាទចេញតាមស្ពានបេតុងនេះហើយធ្វើដំណើរចូលទៅដីវត្តខ្លះបង្ហាញបច្ចុប្បន្នភាពចុងក្រោយបាទពេលល្ងាចជូនពុកម៉ែបងប្អូនគ្នាហើយក៏សូមអធិស្ឋានខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាផងបាទទស្សនវិជ្ជាទាំងអស់គឺចង់បង្ហាញដើម្បីឲ្យពុកម៉ែបងប្អូនគ្នាបានឃើញអំពីរូបភាពថ្មីទស្សនវិជ្ជាថ្មីដើម្បីជាបច្ចុប្បន្នភាពបាទជាក់ស្ដែងប្រចាំថ្ងៃប៉ុន្តែយ៉ាងណាបាទយឺតយ៉ាវមួយថ្ងៃពីរថ្ងៃក៏សូមអធិស្ឋានដោយសារតែបញ្ហាការកាត់តឬក៏ពេលវេលាដែលមានទរៈរវល់ជាក់ស្ដែងប្រមាណគ្នាប៉ុន្តែព្យាយាមធ្វើយ៉ាងណារកវីដេអូថ្មីដើម្បីចែកជូនប្រមាណគ្នាបាទអញ្ចឹងខាងក្នុងនេះបាទសាលាឆាន់នេះគឺថាប្រែប្រួលថ្មីហើយបន្តសកម្មភាពជាប្រចាំដែរប៉ុន្តែគ្រាន់តែជាងគាត់សម្រាប់ហើយនេះកំពូលប្រាសាទប្រមាណបងគ្នាបាទអូនេះសន្លឹកដំបូលហ្នឹងគឺបាទជ្រុងទាំង4ទិសទាំង4ហ្នឹងគឺបាទរៀបចាក់ជាសន្លឹកដំបូលរហូតដល់កំពូលហើយជាមួយនឹងកំពូលខ្លងទ្វារទី3និងខ្លងទ្វារទី4នេះប្រមាណបងនេះអូស្រោបនេះស្អាតមែនតើចន្លោះនេះស្អាតណាស់បាទប្លែកកំពូលស្រួចបាទមួយស្រួចបែបមកុដមួយទៀតស្រួចបែបដូចជាកំពូលប្រាសាទអង្គរវត្តបាទនេះយ៉ាងណាទស្សនវិជ្ជាថ្មីឥឡូវខ្ញុំនឹងអូនេះឥឡូវចូលមកបង្ហាញសួនឧទ្យានសម្ដេចព្រះសង្ឃរាជបន្តិចដោយសារតែមានការបាញ់ទឹកបាទនេះប្រមាណបងប្អូនគ្នាឥឡូវទស្សនវិជ្ជាពេលល្ងាចគឺបាទស្រស់ស្អាតជាមួយនឹងបាទរូបសម្ដេចព្រះសង្ឃរាជបាទទាំង5ព្រះអង្គដែលសូនពីស្ពាន់បាទចែងចាំងបាទឡើងបាទដូចមាសស្អាតឆ្អៅតែម្ដងប្រមាណបងប្អូនគ្នាសម្ដេចព្រះសង្ឃរាជទេពវង្សនិងសម្ដេចព្រះសង្ឃរាជនុនង៉ែតបាទហើយខាងមុខនេះគឺសម្ដេចព្រះសង្ឃរាជជួនណាតនិងសម្ដេចព្រះសង្ឃរាជហួតតាតហើយអ្វីដែលពិសេសរង្វង់មូលខាងមុខនេះគឺសម្ដេចព្រះសង្ឃរាជនិលទៀងដែលឥឡូវនេះឃើញបាទនេះទឹកការឈូកនេះគឺកំពុងតែបាញ់យ៉ាងស្អាតជុំវិញទាំង4នៃសួនទឹកបាទហើយពិសេសស្អាតណាស់បងប្អូននេះលោកយាយលោកតាដែលគាត់មកនោះប្រាថ្នាចង់មកមើលឬក៏មកដឹកទស្សនវិជ្ជានៃសួនសម្ដេចព្រះសង្ឃរាជផ្ទាល់បាទអូបាទចោះឲ្យមួយនេះកន្លែងបាទនេះទស្សនវិជ្ជាណាប្រមាណផងទេពេលល្ងាចនេះហើយនេះសួនបាទបានទឹក
បាទក៏ថតរូបទុកជាអនុស្សាវរីយ៍ជាមួយនឹងសួនសម្រាប់សង្ឃរាជបាទដែលកសាងរួចរាល់មុនចូលឆ្នាំឥឡូវនេះគឺជាទីតាំងដែលតាក់ទាញបាទសម្រាប់ពុទ្ធបរិស័ទពុកម៉ែបងប្អូនទាំងគ្នាបាទពិសេសណាស់ហើយខ្ញុំបង្ហាញប៉ុណ្ណេះនេះបាទឥឡូវថ្ងៃនេះឃើញទេបងប្អូននេះបាទឥឡូវបន្តដំណើរចូលក្នុងបាទទឹកដីវត្តបាទផ្តិតភាពបន្តជូនពុកម៉ែបងប្អូនទាំងគ្នាចង់ទៅបង្ហាញជូននៅប្រាសាទបន្តិចហើយនឹងហួសមកខ្លោងទ្វារបាទខ្លោងទ្វារទី3ខ្លោងទ្វារកូនពៅបាទចូលតាមច្រកនៃខ្លោងទ្វារទី4បងប្អូនទាំងគ្នាបាទចូលតាមច្រកខ្លោងទ្វារទី4បង្ហាញជូនពេលល្ងាចបន្តិចសម្រាប់ទស្សនវិជ្ជាបាទខាងក្នុងបាទសាលាឆាន់បាទឃើញប្រែប្រួលណាបន្ទាប់ពីក្រោយចូលឆ្នាំមកវិញគឺការងារសម្រុកបាទសម្រុកច្រើនហើយអ្វីដែលពិសេសនេះពិសេសដែរជាមួយនឹងអាគារព្រះអង្គខ្មៅចិនរាំងសីឃើញលាបបាទថ្នាំជញ្ជាំងហើយពណ៌នេះគឺពណ៌ពមន់បាទពណ៌ពមន់ពណ៌មាសបាទគឺប្រាសាទសាលាទាំងអស់នេះគឺមានតែពីរពណ៌ទេសម្រាប់ក្បាច់ហើយនឹងថ្នាំពណ៌ជញ្ជាំងបាទដូចជាសាលាលួងនេះបងប្អូននេះសមាសបាទពងមន់បាទចឹងមាសសពងមន់បាទដូចគ្នាហើយដំបូលគឺមានតែពីរពណ៌ដូចបាទគ្រប់បាទនេះដំបូលសាលាលួងដំបូលអាគារព្រះអង្គខ្មៅចិនរាំងសីហើយដំបូលសាលាឆាន់បាទចឹងបើអាចជាមួយនឹងប្រាសាទឯនេះវិញក៏ប្រហាក់ប្រហែលគ្នាដែរបាទនេះបាទឥឡូវនេះគឺច្បាស់ស្អាតបាទនេះពុកម៉ែបងប្អូនគ្នាសន្លឹកដំបូលចាក់តាមជាន់នីមួយឥឡូវនេះខ្ញុំឈរឲ្យចំបាទជ្រុងនៃទិសខាងជើងទិសអធិស្ឋានទិសខាងត្បូងបាទនេះឥឡូវចំកណ្ដាលហ្នឹងពុកម៉ែបងប្អូនគ្នាបាទសន្លឹកដំបូលពីខាងក្រោមទៅគឺមានរហូតបាទដល់ជាន់ខាងលើបាទតាមទិសទាំង4តែម្ដងជាមួយនឹងប្រាសាទហើយយើងឃើញថាកំពុងតែរៀបអិតហើយអ្វីដែលពិសេសទៀតឃើញចន្លោះដែលមិនមែនច្រកខ្លោងទ្វារនេះគឺមានការរៀបអិតបាទទុកប្រឡោះប្រហែលជាតម្កល់រូបបដិមាឬក៏រូបផ្សេងប៉ុន្តែអត់ទាន់ដឹងច្បាស់ទេរងចាំមើលដូចគ្នាសម្រាប់ទស្សនវិជ្ជាប៉ុន្តែខ្ញុំនឹងព្យាយាមទស្សនវិជ្ជាជាប្រចាំជូនពុកម៉ែបងប្អូនគ្នាបាទហើយក៏សូមអធិស្ឋានខន្តីអភ័យទោសដែរសម្រាប់ការបង្ហាញបាទពេលនេះគឺពេលល្ងាចបាទជាងសម្រាប់អស់អញ្ចឹងមិនមានសកម្មភាពជាងដើម្បីបង្ហាញជូនពុកម៉ែបងប្អូនគ្នាទេបាទជាការសរុបទស្សនវិជ្ជាដូចនៅទស្សនវិជ្ជាមុខខ្ញុំបាននេះមកដល់ខ្លោងទ្វារទី3បាទនេះឥឡូវចាប់ពីកំពូលចុះមកក្រោមបន្តិចនេះពុកម៉ែបងប្អូនបាទស្អាតណាបាទក្បាច់ជាន់នីមួយបាទភញីសន្លឹកការបាទក្បាច់ក្បាលនាគបាំងខ្លែងបាទអូពិសេសស្អាតបាទស្អាតណាស់ហើយចន្លោះនេះរាហូគឺពណ៌មាសបងប្អូនគ្នាប៉ុន្តែក្បាច់នឹងទម្រង់ផ្សេងទៀតគឺពណ៌សហើយនឹងពណ៌ពងមាន់បាទអញ្ចឹងនឹងមានម៉ូដនិងក្បាច់ប្លែកបន្ថែមទៀតនៅខាងមុខឥឡូវខ្ញុំចេញទៅខាងក្រៅធ្វើដំណើរចេញទៅខាងក្រៅបង្ហាញជូនពុកម៉ែបងប្អូនគ្នាព្រោះខាងក្រៅនេះគឺមានការបន្ថែមក្បាច់បាទនៅចំបាទនេះចំជ្រុងសសរនេះផ្នែកខាងមុខឥឡូវនេះចេញទៅខាងក្រៅផ្ដិតទស្សនវិជ្ជាជូនពុកម៉ែបងប្អូនគ្នាបាទនេះពេលនេះពុកម៉ែបងប្អូនគ្នាម៉ូដបាទបន្ថែមដូចជាចាប់ជ្រីសន្លឹកបាទជាបន្ទាត់បាទពីលើចុះមកក្រោមនៅខាងមុខនេះគឺថ្មីថ្ងៃនេះហើយចន្លោះនេះមួយអត់ទាន់ដឹងទេពុកម៉ែបងប្អូនទេចន្លោះនេះអត់ទាន់ដឹងថាជាក្បាច់អ្វីទេប៉ុន្តែជាក់ស្ដែងខ្ញុំបានបង្ហាញជូនពុកម៉ែបងប្អូននេះគឺជាទស្សនវិជ្ជាថ្មីថ្ងៃនេះហើយចន្លោះខាងក្រោមនេះគឺអត់ទាន់រួចរាល់ 100% ទេកំពុងតែបន្តការងារបន្ថែមទៀតជាមួយនឹងការងារបូកបាទនេះបាទតែគាត់ថាឃើញខាងនេះមានការគូសបាទគូសនៅហ្វឺតដែលទម្រង់នៅក្បាច់ជ្រីប៉ុន្តែរងចាំមើលនៅការងារពុកម៉ែបងប្អូនគ្នាសម្រាប់ទស្សនវិជ្ជាថ្មីបន្តខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនគ្នាឥឡូវខ្ញុំចូលទៅខាងក្នុងវិញបាទចូលទៅខាងក្នុងវិញដើម្បីផ្ដិតទស្សនវិជ្ជាទៅដល់ប្រាសាទព្រះភូមិតែម្ដងបាទអធិស្ឋានរៀងកាច់កង់បន្តិចបាទមុននឹងនៅខាងក្នុងហើយចេញទៅខាងក្រៅឥឡូវនេះចូលមកខាងក្នុងវិញមិនអស់ចិត្តជាមួយនឹងខ្លោងទ្វារទី3ដែលចង់បង្ហាញឲ្យពុកម៉ែបងប្អូនគ្នាបានឃើញឲ្យច្រើនមកមួយជុំតែម្ដងដើម្បីបង្ហាញឲ្យកាន់តែច្បាស់សម្រាប់ខ្លោងទ្វារទី3អញ្ចឹងមានប៉ុណ្ណេះសម្រាប់ខ្លោងទ្វារទី3ឥឡូវនេះខ្ញុំបន្តដំណើរបាទ
เตอร์ขังมกวัตเตอร์ขังมกคือดัตเตอร์เพียบบาดมันแมนคลอง40 ปีนี่คือบาประสาทประพุ่มผู้ประสาทประพุ่มคืนทากาเงียเรียบจอมกราวทมจีใส่กระโรตเจียบากราวหายหายแต่เพียบนี้อย่างน้าหายหรือก่ออย่างน้าบางหันต่อจุนหมายปนนี้หายหนึ่งโซเป็นจ็อบในแต่เพียบขังมกในแต่มาดองบ่าจังสระสาหน้าพนัยขังบกนี้จมูกหนึ่งบ่าสอบหนึ่งจมูกหนึ่งคลองทวีตีปีหายหนึ่งประสาทประพุ่มบาดอะไรมาดอละนี่บาดจังกากราวกระโรตระเจียอันนี้เคยชาโดยจีรุ่ยรอลบ่ารุ่ยรอลหายประมาณปนนี้วันนี้กำจะได้ตื้อทางการบ่าหายหนึ่งทางจึงทางตะบงทางไล่อะไรชมทูดำน้ำมาจุ่มบางหันจูนประมาณปนนี้การหายแต่มันตอนบ่าจับบัตรีขันนี้ปัทไทม์ที่อาจจะปัทไทม์ขบัดอีสานแต่เชียงกวดหนึ่งทวการปตอเตี้ยจมูกหนึ่งขบัดว่าเลยสำหรับคางการรีบกระโรคือโรยรัวมาโรยเพโรยแต่มาดองบ่าให้เนื้อสาวซูนเนื้อจุ่มวิ่งพรมแต่งถนำปอจังแต่เพียบมีการแปรปรูทำไมประมาณพวกนี้สำหรับประสาทประพุ่มคือสั่งแต่โรยรัวให้จมูกหนึ่งเพโรยที่โรยการเงียระบอเชียงบ่จังเดซาลนำปัวหายหนึ่งการบัดไทม์บัดหรืออย่างนั้นจำไว้จะแสดงว่าแต่เพียบนี้วันยี่ปีรูปเรียงปัดประกอบคือเจนจะรูปเรียงไงผมหมายพวกนี้เนื้อแต่การนำว่าเนื้อนำปันไทม์จังเหมือนมีนเอาไว้จานที่มีนปันแน่สำหรับประสาทประพุ่มบ่จังผมหมายพวกนี้ยมโดยจีสมเป็นจอบทำติดต่างนี้ให้สมจิตสายคันไตไปโตรอกับพ่อขอชนในการล้างดาวเจตนาบ่ให้จงกรอยจุนปัวผมหมายพวกนี้จูบตายสักได้ศกประกอบระบอตัวตีนเบียนบ้านทัวดำนาที่จะทำงานนี้สมศกสวัสดิภพว่าอากุญจานพิบัติสมจำเรีย